សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំសារជាថ្មីនៅក្នុង Channel Kona Talks ហើយនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីកម្មវិធីថ្មីមួយដែលអាចជំនួស CapCut បានហើយថាតើមូលហេតុអីបានខ្ញុំនិយាយពាក្យហ្នឹងឥឡូវយើងចាំទៅមើលវីដេអូហ្នឹងដល់ចប់ទាំងអស់គ្នាអញ្ចឹងកម្មវិធីមួយហ្នឹងគឺមានឈ្មោះថា Premium Adobe ដែលយើងអាចធ្វើការ download នៅក្នុងទូរស័ព្ទដៃរបស់យើងបានណាប៉ុន្តែខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាដែរសម្រាប់កម្មវិធីមួយហ្នឹងគឺយើងមានតែសម្រាប់ iOS ទេបានន័យថាសម្រាប់តែ iPhone ទេហើយ Android ក៏គេអត់ទាន់បានបង្ហាញជាផ្លូវការប្រកាសជាផ្លូវការថាតើពេលណាដែល Android អាចប្រើបានអញ្ចឹងណាអូខេអញ្ចឹងបើសិនជាអ្នកគ្នាកំពុងតែស្វែងរក app កាត់តវីដេអូហើយដែលយើងអាចប្រើប្រាស់ជាមួយនឹងអក្សរខ្មែរ font ខ្មែរដែលមានបាត់ជើងដាច់ក្បាលអីគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើជាមួយនឹង Adobe Premium Video Editor នេះហើយបើសិនជាអ្នកគ្នាចង់ប្រើកម្មវិធីអីផ្សេងៗដូចជា InShot ដូចជាកម្មវិធី VN Spring អីហ្នឹងក៏អាចប្រើបានដែរគឺវាមានមុខងារ function ហ្នឹងស្រៀងផាក់ផាគ្នាទេប៉ុន្តែគ្រាន់ថានេះយើងចង់សារអីដែលថ្មីដែលជា app ដែលទំបការថ្មីអញ្ចឹងណាហើយមួយវិញទៀតខ្ញុំគិតថាវាល្អខ្លាំងមែនទែនដែលអាច link ជាមួយនឹង desktop យើងបានណាអូខេអញ្ចឹងឥឡូវបើសិនជាអ្នកនរគ្នាបាន down app មួយហ្នឹងហើយយើងចូលមកកាន់ Premium របស់យើងមកហើយនេះគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នា upload ក៏ដូចជា log in ជាមួយនឹង account Gmail របស់យើងដើម្បីអីនៅពេលដែលយើង link ជាមួយនឹង Gmail របស់យើងគឺយើងអាចប្រើប្រាស់ switch នៅលើ desktop របស់យើងបានន័យថាយើងអាចforward ជាវីដេអូពី device មួយទៅកាន់ device មួយទៀតបានដោយងាយស្រួលអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំមានវីដេអូ original មួយហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើវាប្លែកពី CapCut ត្រង់កន្លែងណាអ្វីដែលខ្ញុំគិតថាវាអាច support បាននោះគឺជាអក្សរខ្មែរអញ្ចឹងដូចតែអ្នកទាំងគ្នាបានឃើញអញ្ចឹងមុននេះគឺខ្ញុំបានដាក់អក្សរសួស្តីកម្ពុជានៅលើវីដេអូរបស់ខ្ញុំអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាមួយសារទៀតអញ្ចឹងអីដែលយើងចង់ដាក់អក្សរខ្មែរបានហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលមកដល់យើងធ្វើការ upload វីដេអូមួយសិនបន្ទាប់មកអ្នកទាំងគ្នាយកកន្លែងពាក្យថា title and caption នៅខាងក្រោមនេះបន្ទាប់មកយើងចុចទៅលើពាក្យ title ទៅហើយអ្នកទាំងអស់គ្នាចង់វាយជាមួយនឹងអក្សរអីក៏បានដែរឥឡូវខ្ញុំវាយពាក្យថាស្វាគមន៍ចុះហើយដូចតែអ្នកគ្នាបានឃើញអញ្ចឹងគឺអត់បាត់ជើងទេហើយសក់អីក៏អត់មានបាត់ដែរគឺថាវាល្អជាង CapCut ដោយសារតែវា support អក្សរខ្មែរចឹងទៅប៉ុន្តែខ្ញុំសួរប៉ុន្តែបើសិនជាសួរថាតើកម្មវិធីណាដែលអាច support អក្សរខ្មែរបានទៀតគឺមានដូចជាកម្មវិធី InShot ហើយនិងកម្មវិធី VN អ្នកទាំងអស់គ្នាអាចទៅចូលប្រើប្រាស់បានគឺយើងអាចដាក់ caption អក្សរខ្មែរបានដោយសេរីតែម្ដងអញ្ចឹងឥឡូវនេះគឺយើងបានអក្សរខ្មែរដូចអ្នកគ្នាបានឃើញហើយបើសិនជាយើងចង់លេង effect ឬក៏ចង់បន្ថែមជាមួយនឹង audio ថែមទៀតអ្នកគ្នាគ្រាន់តែធ្វើការចុចកន្លែងលេខបូកនេះមកហើយអ្នកទាំងអស់គ្នានឹងឃើញជាមួយនឹង music and audio ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញជាមួយនឹង soundtrack voice over sound effect ជាមួយនឹង general sound effect ឬក៏ជា extra audio ជាដើមអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះគឺតាក់ទងជាមួយនឹងសំឡេងទាំងអស់ដូចជា sound background ដែលយើងចង់ធ្លាប់ជាមួយនឹងវីដេអូរបស់យើងអីអញ្ចឹងណាហើយ sound effect ដូចជា sound នេះហើយនឹងប្រភេទទាំងអស់នេះអញ្ចឹងអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំគ្រាន់តែ detail ប្រាប់អ្នកនរគ្នាតិចតួចតាក់ទងជាមួយនឹងកម្មវិធីដែលទំចេញថ្មីគឺជា Adobe Premium សម្រាប់ mobile phone នេះហើយចឹងបើសិនអ្នកនរគ្នាគិតថាកម្មវិធីមួយនឹងល្អសម្រាប់អ្នកនរគ្នាអាច download បាននៅក្នុង Play Store ហើយខ្ញុំសង្ឃឹមថាកម្មវិធី Adobe Premium នេះនឹងអាចដាក់ប្រកាសជាផ្លូវការសម្រាប់អ្នកដែលគាត់ប្រើ Android អាចប្រើបានដូចគ្នាដែរអូខេអ្នកនរគ្នាចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេកុំភ្លេច Subscribe ដើម្បីទទួលបានជាមួយនឹងព័ត៌មានថ្មីៗទាក់ទងជាមួយនឹង Digital បន្តទៀតអរគុណបាយបាយ